ការរស់នៅជាមួយនឹងអារម្មណ៍ភ័យខ្លាចគឺថាមនុស្សយើងម្នាក់តែងតែរមែងរស់នៅជាមួយនឹងអារម្មណ៍ដែលខ្លួនឯងភ័យខ្លាចនៅរឿងដែលខ្លួនឯងកំពុងធ្វើភ័យខ្លាចថាបរាជ័យភ័យខ្លាចនៅពេលដែលយើងសម្រេចនៅគោលដៅអ្វីមួយខ្លាចវាមិនបានសម្រេចវាបូកផ្សំនឹងភាពភ័យខ្លាចនេះផងដែរវាធ្វើឲ្យយើងទទួលរងនៅភាពអាម៉ាស់ភាពបរាជ័យភាពបន្ទុកបង្អាប់ភាពមើលងាយពីអ្នកជុំវិញខ្លួនរបស់យើងហើយបរាជ័យវាអាចកើតឡើងដោយសារខ្លួនយើងជាដើមពេលខ្លះដោយសារតែភាពភ័យខ្លាចដឹកមុខរបស់យើងព្រោះតែភាពភ័យខ្លាចនេះវាគឺប្រៀបដូចជាអាវុធមុខពីរមួយនៅក្នុងជីវិតរបស់យើងអញ្ចឹងបើសិនជាយើងភ័យខ្លាចគឺយើងធ្វើអីក៏យើងអត់ជោគជ័យដែរឧទាហរណ៍ថាយើងចង់ជោគជ័យចំពោះការងារអីមួយដែលយើងកំពុងធ្វើហើយយើងមានអារម្មណ៍ថាភ័យខ្លាចនៅពេលដែលយើងភ័យខ្លាចអារម្មណ៍យើងអត់នឹងណយអញ្ចឹងនៅពេលដែលយើងកំពុងតែធ្វើការងារហ្នឹងក៏យើងអត់ជោគជ័យដែរហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាចិត្តដល់ថ្ងៃប្រឡងអីមួយឧទាហរណ៍ថាពេលដែលយើងប្រឡងហ្នឹងអារម្មណ៍ថាអូខ្ញុំភ័យខ្ញុំខ្លាចខ្ញុំធ្វើវិញ្ញាសាហ្នឹងអត់បានល្អខ្ញុំខ្លាចតែខ្ញុំប្រឡងទៅខ្ញុំធ្លាក់ខ្ញុំធ្វើអត់បានល្អឬក៏ខ្ញុំទទួលនីតិអត់បានល្អប៉ុន្តែនៅពេលដែលយើងភ័យខ្លាចអារម្មណ៍របស់យើងភ័យខ្លាចហ្នឹងគឺវារត់ទៅតាមហ្នឹងហើយយើងអត់បានផ្ដោតអារម្មណ៍នៅពេលដែលយើងកំពុងតែបំពេញភារកិច្ចហ្នឹងឯងឬក៏យើងអត់បានថាយើងកំពុងប្រឡងហើយយើងអត់បានដាក់អារម្មណ៍នៅកន្លែងហ្នឹងឯងគឺអារម្មណ៍របស់យើងកំពុងតែដាក់នៅក្នុងភាពភ័យខ្លាចហើយនៅពេលដែលយើងភ័យខ្លាចច្រើនណាអារម្មណ៍របស់យើងគឺអត់នឹងណយអញ្ចឹងយើងគួរតែព្យាយាមកាត់បន្ថយនៅអារម្មណ៍ភ័យខ្លាចរៀនទទួលស្គាល់រៀនទទួលយកនៅអារម្មណ៍ភ័យខ្លាចដែលយើងកំពុងមានអញ្ចឹងយើងក៏គួរតែរៀនកាត់បន្ថយវាផងដែរគួរតែរស់នៅជាមួយនឹងភាពពិតនៃបញ្ហាភាពពិតនៃគោលដៅរបស់យើងព្យាយាមធ្វើរឿងហ្នឹងដោយតាំងចិត្តយើងក៏ថាចេះខ្ញុំនឹងធ្វើបានរឿងមួយហ្នឹងព្រោះថាគេក៏ធ្វើបានគ្រប់គ្នាអញ្ចឹងរឿងអីធ្វើអត់បានអញ្ចឹងយើងគួរគិតថាចេះមិនមែននៅលើโลกហ្នឹងមានតែយើងម្នាក់ឯងដែលរស់នៅក្នុងភាពភ័យខ្លាចយើងព្យាយាមបោះចោលនៅគំនិតដែលយើងភ័យខ្លាចហ្នឹងយើងព្យាយាមធ្វើឲ្យខ្លួនឯងក្លាហានក៏តែខ្លួនឯងអាចធ្វើបាន